របៀបបង្ការយកបទភ្លេងនៅក្នុង YouTube ដើម្បីយើងយកទៅធ្វើការដាក់នៅលើវីដេអូរបស់យើងដោយវាមានសុវត្ថិភាពដោយវាអត់ខ្លាចជាប់ copyright ទេអញ្ចឹងណាអញ្ចឹងអ្នកគ្នាចូលក្នុង channel របស់អ្នកគ្នាមកអ្នកគ្នាចុចកន្លែងរូប profile មកអញ្ចឹងអ្នកគ្នាចូល YouTube Studio មកដើម្បីយើងធ្វើការចូលទៅយកបទភ្លេងហ្នឹងណាអញ្ចឹងអ្នកគ្នាម្ដងកន្លែងហ្នឹងអ្នកគ្នាមកមើលខាងជារៀងហ្នឹងណាបាទយើងហ្នឹងអ្នកគ្នាឃើញកន្លែងនេះកន្លែងរូបបទចម្រៀងហ្នឹងហើយអ្នកគ្នាចុចកន្លែងហ្នឹងមកអូខេបន្តទៀតអ្នកគ្នាឃើញនៅលើនេះបទចម្រៀងជាច្រើនអ្នកគ្នាចង់មើលដែលវា free ឲ្យយើងទេអ្នកគ្នាអញ្ចឹងអ្នកគ្នាបើគ្នាស្រឡាញ់បទមួយណាអ្នកគ្នាចុចហ្នឹងមកនេះចុចទាញយកនេះបាទនេះកន្លែងទាញយកអញ្ចឹងយើងអាចទាញយកទៅដាក់ក្នុងបទចម្រៀងនៅក្នុងវីដេអូរបស់យើងណាហើយសាច់ play វាមានបទចម្រៀងវាមាន play ផ្សេងទៀតអ្នកគ្នាបាទអ្នកគ្នាអាចយកទៅប្រើបានណាអ្នកគ្នាអាចចុចស្ដាប់បាននេះអូខេវាបទចម្រៀងអញ្ចឹងណាអញ្ចឹងវាមានបទអង់គ្លេសបទអីឬក៏ play បែបសង់ទីម៉ងអីវាមាននៅក្នុងនៅទាំងអស់យើងអាច search រកមើលទៅហ្នឹងហើយអ្នកគ្នាមានតែប៉ុណ្្នឹងឯងអ្នកគ្នាសម្រាប់ការចែករំលែកជួបខ្ញុំនៅវីដេអូក្រោយទៀតអ្នកទាំងអស់គ្នា